อัฏฐสสะเนียมังเกหันตวาสัพพะโลกัสสะอัฏฐสัทธิរាជាភិសែកបរិឆេទទី6 អដ្ឋសៈនាមੰយហន្តវាសព្វលោកស្សៈអដ្ឋសទ្ធិកតាសទ្ធិថោទេនាមੰអកាំងសុកាលនោះព្រាហ្មណ៍ទាំងឡាយក៏បានថ្វាយព្រះនាមដល់ព្រះពោធិសត្វថាសិទ្ធត្ថកុមាររស់ហេតុព្រះពោធិសត្វជាអ្នកសម្រេចនៅប្រយោជន៍ដល់សត្វលោកលុះកាលជាចំណែកខាងក្រោយមកព្រះពោធិសត្វបានព្រះនាមថាគោតមដោយអំណាចនៃគោតមព្រះរាជាទ្រង់ត្រាស់សួរព្រាហ្មណ៍ថាបុត្ររបស់យើងឃើញនៅអារម្មណ៍ដូចម្ដេចទើបចេញទៅបួសព្រាហ្មណ៍ទាំងឡាយក្រាបទូលថាព្រះរាជបុត្រនៃព្រះអង្គបានឃើញនិមិត្ត4ប្រការគឺមនុស្សជរា1មនុស្សឈឺ1មនុស្សស្លាប់1អ្នកបួស1តាំងសតវារាជាព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យព្រានក្រាបទូលហើយក៏បង្គាប់រាជអាមាត្យថាតាំងអំពីថ្ងៃនេះទៅអ្នកទាំងឡាយកុំឲ្យមនុស្សមានសភាពយ៉ាងនេះចូលមកកាន់ទីចិត្តកូនយើងឡើយហើយទ្រង់តាំងទុកនៅការរក្សាចម្ងាយ1គាវុតក្នុងទិសទាំង4ដើម្បីមិនឲ្យមនុស្សមានសភាពដូច្នោះចូលទៅត្រង់រងចក្ខុរបស់ព្រះរាជកុមារអដ្ឋទេព្រានមនាលំដាប់នោះព្រានទាំងឡាយនោះផ្ដាំបុត្រទាំងឡាយរបស់ខ្លួនថាយើងចាស់ហើយព្រះរាជាឱរសរបស់ព្រះបាទសិរីសភូតនៈគង់បានត្រាស់ជាព្រះសម្បញ្ញូពុទ្ធយើងនៅមិនទាន់ទេកាលបើព្រះរាជឱរសនោះទ្រង់បព្វជិបានត្រាស់ជាព្រះពុទ្ធហើយចូលអ្នកទាំងឡាយបួសក្នុងសំណាក់ព្រះពុទ្ធនោះចុះព្រានទាំងឡាយ7នាក់ស្ថិតនៅដរាបដល់អស់អាយុក៏ទៅកើតតាមយថាកម្មរបស់ខ្លួនចំណែកខាងកោដញ្ញព្រាហ្មណ៍មិនមានរោគជាតិក៏ស្ថិតនៅឡើយទ្វេអសីតិញាតិកហាចំណែកពួកញាតិ82 ដងទ្វេអសីតិញាតិកណាចំណែកពួកញាតិ80,002 ដងក៏បដិញ្ញាគ្នាថាព្រះសទ្ធត្ថរាជកុមារនេះបានត្រាស់ជាព្រះពុទ្ធក្តីបានជាស្ដេចចក្រពត្តិក្តីយើងនឹងថ្វាយបុត្រម្នាក់មួយគ្រប់គ្នាចំណែកព្រះនាងសិរិមហាមាយារាប់អំពីថ្ងៃដែលប្រសូតព្រះពោធិសត្វបាន7ថ្ងៃនាងក៏សោយព្រះវិឡាល័យ
ទៅកើតក្នុងទុសិតពិភពព្រះនាងសោយព្រះវិឡាល័យនោះដោយហេតុដែលប្រសូតព្រះពោធិសត្វក៏ទេពិតជាដោយអស់ប្រជញ្ញនន្តកុមារោឯព្រះនន្តកុមារក្មេងជាងព្រះបរមពោធិសត្វ2-3ថ្ងៃកាលនន្តកុមារប្រសូតមកនាងបជាគោតមីបានឲ្យមេនំបំបើនាងសោតក៏សម្រេចកិច្ចការជាមេនំបំបើព្រះបរមពោធិសត្វជាលំដាប់ជាប់រៀងដរាបមកអខេកតិរាជាក្នុងកាលថ្ងៃមួយជាខាងក្រោយមកព្រះរាជាទ្រង់ឲ្យអាមាត្យតាក់តែងព្រះនគរកាលទ្រង់ស្ដេចទៅកាន់ទីច្រត់ព្រះនង្គ័លព្រះអង្គឲ្យនាំព្រះរាជឱរសទៅផងទ្រង់ស្ដេចទៅជាមួយពួកព្រាននិងកហបតីនិងអាមាត្យទាំងពួងតតោអវិទុរេក្នុងទីចិត្តកសិដ្ឋាននោះមានដើមចម្ពូព្រឹកមួយដើមមានមែកនិងស្លឹកក្រាស់ចិត្តមានសន្តានដូចជាមណ្ឌលព្រះរាជាទ្រង់ឲ្យរៀបចំទីសេនាសនៈថ្វាយព្រះពោធិសត្វផ្ទុំក្រោមដើមព្រីងនោះទើបស្ដេចយាងច្រត់ព្រះនង្គ័លមេនំទាំងឡាយឲ្យព្រះពោធិសត្វផ្ទុំហើយក៏បបួលគ្នាទៅមើលស្ដេចច្រត់ព្រះនង្គ័លពោធិសន្តោព្រះពោធិសត្វទ្រង់តូចមិនឃើញអ្នកណាមួយសោះក៏តើនចាអាសនៈគង់ភ្ជង់ព្រះភ្នែនកំណត់យកអានាបានសតិញៀងបខមឈានឲ្យកើតឡើងស្រមោលដើមឈើទាំងឡាយឯទៀតជ្រេទៅឯស្រមោលដើមព្រីងនោះនៅមូលខ្លំឥតជ្រេទៅឡើយមេនំត្រឡប់មកវិញបានឃើញព្រះពោធិសត្វគង់លើអាសនៈទើបទៅក្រាបបង្គំទូលព្រះរាជាព្រះអង្គយាងមកឃើញនៅបដិហាក៏ថ្វាយបង្គំព្រះរាជបុត្រម្ដងទៀតរាជាកម្មន្ទេបយោចេតវាព្រះបាទសរិសទ្ធោទនៈទ្រង់ច្រត់ព្រះនង្គ័លរួចស្រេចហើយលោសាយហៈសម័យទ្រង់នាំព្រះពោធិសត្វចូលកាន់ព្រះនគរវិញព្រះបរមពោធិសត្វចម្រើនបានប្រជញ្ញ7ព្រះវស្សាព្រះរាជាត្រាស់សួរអាមាត្យទាំងឡាយថាក្មេងអាយុ7ឆ្នាំស្រឡាញ់របស់អ្វីអាមាត្យក្រាបបង្គំទូលថាក្មេងអាយុ7ឆ្នាំចូលចិត្តលេងទឹកទើបព្រះរាជាទ្រង់ឲ្យជាងជីកស្រះបោករណីខណៈនោះក៏ក្តៅទៅដល់អាសនៈស្ដេចអមរិន្ទ្រាធិរាជទើបស្ដេចត្រាស់ប្រើវិស្វកម្មទេវបុត្រមកនិមិត្តស្រះថ្វាយវិស្វកម្មទេវបុត្រចុះមកនិមិត្តស្រះបោករណីប្រកបដោយកែវ7ប្រការតតោបច្ឆាយៈមហាសន្តោចាប់ផ្ដើមពីកាលនោះមកព្រះពោធិសត្វក៏យាងទៅក្រសាលក្នុងស្រះបោករណីជាលំដាប់ដរាប
ដល់ព្រះជន្ម16ព្រះវស្សាព្រះបាទសិរីសទ្ធោទនៈទ្រង់ឲ្យជាងសាងប្រាសាទ3សំគួរដល់រដូវទាំង3គឺប្រាសាទ1មាន9ជាន់សំគួរដល់ហេមន្តរដូវប្រាសាទ1មាន7ជាន់សំគួរដល់គឹមមហរដូវប្រាសាទ1មាន5ជាន់សំគួរដល់រដូវវស្សាលុះធ្វើស្រេចព្រះរាជាទ្រង់បញ្ជូនព្រះរាជបណ្ដាំដល់ស្ដេចសក្យៈទាំងពួងឲ្យបញ្ជូនព្រះរាជธิតាមកថ្វាយស្ដេចសក្យៈទាំងឡាយក៏តបវិញថាព្រះរាជបុត្រព្រះអង្គគ្រាន់តែមានរូបល្អតែពុំចេះសិលសាស្ត្រសោះរាជាពុទ្ធស័កសន្តិកាំងកន្តវាព្រះបាទសិរីសទ្ធោទនៈជ្រាបហើយក៏យាងទៅកាន់សំណាក់ព្រះរាជបុត្រប្រាប់តាមដំណើរព្រះពោធិសត្វក៏ទូលថាសូមព្រះវររាជបិតាឲ្យប្រជុំព្រះញាតិចុះខ្ញុំព្រះអង្គនឹងសម្ដែងសិលសាស្ត្រថ្វាយព្រះរាជាទ្រង់ឲ្យប្រជុំពួកព្រះញាតិហើយទើបឲ្យពោធិសត្វលើកនៅសហសធម្មនុសូរស័ព្ទដ៏លាន់លឺទូទៅជាអស្ចារ្យសក្យរាជទាំងពួងក៏ខ្លាចហើយទើបប្រដាប់នៅរាជธิតាតាមបញ្ជូនមកថ្វាយហត្តយកញ្ញាទាំង40000ព្រះអង្គព្រះរាជាឲ្យរៀបចំធ្វើរាជាពិសេសពោធិសត្វក្នុងរាជសម្បត្តិមានព្រះនាងពំពាយសោរាជាអគ្គមហេសីក្នុងឆ្នាំឆ្លូវព្រះបរមពោធិសត្វគង់នៅក្នុងប្រាសាទទាំង3ដ៏សំគួរក្នុងកាលនោះ